សួស្តីអ្នកទាំងអស់គ្នាចូលជាមួយខ្ញុំដល់ទៀតហើយម៉ៃអញ្ចឹងថ្ងៃនេះដែរខ្ញុំមកសម្រាប់រឿងបន្តជាមួយនឹងបងស្រីខ្ញុំគឺជាសិស្សច្បងរបស់ខ្ញុំហើយនេះគឺជាអេពីសូតទី4និងទី5របស់យើងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងដោយសារតែវីដេអូរបស់ខ្ញុំកាត់តាមទូរស័ព្ទទេអញ្ចឹង quality នៃវីដេអូក៏វាអត់សូវមានគុណភាពប្រហែលដែរក្បាលសាច់រឿងនៃភាគទី4របស់យើងនិយាយអំពីស្រឡាញ់ខ្ញុំមកផ្ដើមក្បាលសាច់រឿងនៃភាគ4របស់យើងនិយាយអំពីយូស៊ូបងប្អូនតែប្រាប់មិត្តភក្តិរបស់គេហារូមីហ្នឹងពីរឿងដែលបានកើតឡើងនៅពេលម្សិលមិញហ្នឹងហើយនៅពេលហ្នឹងដែរយូស៊ូរបស់យើងក៏មិនភ្លេចជាមួយនឹងការសុំហារូមីដេកជាមួយដែរដោយសារតែគេអត់ចង់ទៅផ្ទះវិញជួបបងស្រីរបស់គេទេហើយនៅពេលហ្នឹងដែរហេម៉ូកូក៏បានដើរមកនិយាយជាមួយនឹងយូស៊ូក៏ប៉ុន្តែយូស៊ូក៏បានរត់គេចពីហេម៉ូកូហើយយូស៊ូរបស់យើងក៏បានដឹងថាហេម៉ូកូហ្នឹងបានដឹងរឿងនៅពេលម្សិលមិញហ្នឹងឯងហើយក៏បានគម្រាមហេម៉ូកូរបស់យើងអត់ឲ្យនិយាយអីច្រើនទេដោយនឹងលើកហេតុផលថាចង់ទៅណាត់គ្នានិងប្រាប់រឿងរ៉ាវទាំងអស់ទៅហេម៉ូកូរបស់យើងហ្នឹងឯងហើយនៅពេលដែលបានជួបគ្នាហ្នឹងក៏និយាយអំពីរឿងរ៉ាវរបស់មីច័ន្ទរបស់យើងហ្នឹងឯងហើយហេម៉ូកូក៏បាននិយាយដល់ការគេនៅក្មេងជាមួយនឹងមីច័ន្ទដោយការនៅក្មេងហ្នឹងហេម៉ូកូរបស់យើងហ្នឹងបានទៅសុំមីច័ន្ទធ្វើជាមិត្តភក្តិដោយសារតែការធ្វើជាមិត្តភក្តិហ្នឹងឯងទៅធ្វើឲ្យមិត្តភាពមួយហ្នឹងវាឡើងមកដល់សពថ្ងៃហើយធ្វើឲ្យហេម៉ូកូរបស់យើងហ្នឹងមានចិត្តទៅលើមីច័ន្ទរបស់យើងហើយមីច័ន្ទរបស់យើងហ្នឹងគឺជាសែនសៃមួយនៅក្នុងសាលារបស់យើងដែរហើយហេម៉ូកូរបស់យើងក៏បាននិយាយថានឹងជួយសម្រាប់បន្ទុករបស់មីច័ន្ទរបស់យើងនឹងឯងហើយនៅពេលហ្នឹងក៏ធ្វើឲ្យយូស៊ូរបស់យើងនៅឃើញដល់ពេលដែលមីច័ន្ទដេកយំមកហើយក៏ធ្វើឲ្យយូស៊ូរបស់យើងហ្នឹងក៏មានអារម្មណ៍ថាអត់សប្បាយចិត្តនឹងរឿងមួយហ្នឹងដែរដោយសារតែឪពុករបស់មីច័ន្ទហ្នឹងគឺជាសន្ស័យនៅក្នុងសាលាហ្នឹងដែរជាអ្នកគ្រប់គ្រងអ្នកគ្នាអញ្ចឹងទៅធ្វើឲ្យការងារទាំងអស់គឺធ្លាក់ទៅលើកូនរបស់គាត់ដែលជាមីច័ន្ទហ្នឹងឯងទៅធ្វើឲ្យមីច័ន្ទខិតខំធ្វើការងារដើម្បីឲ្យប៉ាគេសប្បាយចិត្តហើយនឹងត្រឡប់មករកគេវិញហើយនៅពេលដែលដើរត្រឡប់មកផ្ទះហ្នឹងដែរក៏ជួបមីច័ន្ទហើយនៅពេលហ្នឹងដែរមីច័ន្ទក៏បានសួរសុខទុក្ខទៅដល់យូស៊ូរបស់យើងហើយនិយាយថាកាលណាគេទៅផ្ទះវិញហើយនៅពេលហ្នឹងដែរមីច័ន្ទក៏បានប្រពោយូស៊ូរបស់យើងទៅផ្ទះរួមគ្នាដោយសារពេលហ្នឹងនៅផ្ទះជាមួយគ្នាធ្វើឲ្យហីម៉ូកូរបស់យើងហ្នឹងគឺថាបាក់មុខខ្លាំងមែនតើដោយសារអត់ដឹងថាពីអ្នកហ្នឹងនៅផ្ទះជាមួយគ្នាសោះហើយនៅពេលមកដល់ផ្ទះវិញហ្នឹងអាចារ្យយូស៊ូរបស់យើងហ្នឹងក៏បាននិយាយជាមួយគេទាំងអៀនព្រានហ្នឹងឯងហើយក៏នឹកស្មារតីដល់នៅពេលដែលអាចារ្យហីម៉ូកូរបស់យើងហ្នឹងប្រាប់យូស៊ូរបស់យើងថាមីច័ន្ទខ្វះភាពកក់ក្ដៅហើយក៏សម្រេចចិត្តថាងើបមកនិយាយជាមួយគេនិងសុំគេ kiss អ្នកគ្នាកុំយល់ច្រឡំកន្លែងហ្នឹងយូស៊ូរបស់យើងហ្នឹងចង់ផ្ដល់ភាពកក់ក្ដៅឲ្យមីច័ន្ទរបស់យើងហ្នឹងទេហើយដល់ពេលហ្នឹងដែរយូស៊ូរបស់យើងនឹងសុំគេថើបទេប៉ុន្តែអ៊ីនជាអ្នកថើបគេទៀតបើសិនអ្នកគ្នាចង់ឃើញគូស្នេហ៍មួយនឹងថើបគ្នាបានច្បាស់អ្នកគ្នាអាចចូលទៅមើលក្នុង website បានដោយសារខ្ញុំអត់ហ៊ានដាក់ទេខ្លាច YouTube ចាប់ហើយនៅព្រឹកថ្ងៃថ្មីហ្នឹងពួកគេបានដើរទៅរៀនជុំគ្នាហើយនៅពេលដើរសុកសុកហ្នឹងក៏ឃើញហេម៉ូកូរបស់យើងហើយនៅពេលដែលហេម៉ូកូងាកមកហ្នឹងគឺថាខឹងខ្លាំងមែនតើដោយសារអត់ចង់ឲ្យពីរអ្នកហ្នឹងនៅជាមួយគ្នាទេនៅពេលដើរទៅសាលាហ្នឹងគឺ3អ្នកហ្នឹងបានដើរជាមួយគ្នាហើយយូស៊ូរបស់យើងគឺមានច្រកកលែឡក់ខ្លាំងមែនតើបានទៅលេងសក់របស់ហេម៉ូកូរបស់យើងហើយពេលហ្នឹងដែរហេម៉ូកូរបស់យើងគឺធន់ខ្លាំងមែនតើដោយសារតែយូស៊ូរបស់យើងលេងសក់របស់គេច្រើនពេកក៏ដោយសារតែអត់ចង់ឲ្យណាគេលេងសក់របស់គេទេហើយនៅពេលដែលហេម៉ូកូអត់ចង់ឲ្យលេងជាមួយហើយយូស៊ូរបស់យើងក៏ដើរទៅនិយាយជាមួយនឹងមីច័ន្ទហើយដល់ពេលហ្នឹងដែរហេម៉ូកូរបស់យើងគឺខឹងទៀតហើយដោយសារតែអត់ចង់ឲ្យពីរអ្នកហ្នឹងនៅជាមួយគ្នាទេគឺចិត្តប្រច័ណ្ឌណាគ្នាហើយនៅពេលដែលដើរសុកហ្នឹងគឺហេម៉ូកូបានស្មើស្មៃដល់ការគេនៅក្មេងជាមួយនឹងមីច័ន្ទក្រោមដំណក់ទឹកភ្លៀងហើយនៅពេលហ្នឹងដែរគឺមីច័ន្ទខូចចិត្តរឿងដែលប៉ារបស់គេហ្នឹងគឺស្ដីឲ្យគេចង់ឲ្យគេហ្នឹងធ្វើការបន្តតំណែងអំពីពុករបស់គេអញ្ចឹងទៅហើយពេលហ្នឹងដែរហេម៉ូកូក៏បានសន្យាជាមួយនឹងខ្លួនឯងដែរថានឹងមើលថែមីច័ន្ទរបស់យើងហើយនឹងការពារមីច័ន្ទរបស់យើងហើយនៅពេលដែលមីច័ន្ទកំពុងតែនៅបន្ទប់ប្រជុំតែម្នាក់ឯងហ្នឹងហេម៉ូកូក៏បានចូលទៅនិយាយសំណេះសំណាលជាមួយនឹងមីច័ន្ទហើយអ្នកគ្នាមានដឹងថាហេម៉ូកូចូលទៅធ្វើអីអត់គឺហេម៉ូកូចូលទៅដើម្បីអូកាឡាស៊ីស៊ីនរបស់មីច័ន្ទរបស់យើងនឹងឯងកាត់បញ្ឈុតនោះមកញ៉ាំដឹងថាមីច័ន្ទហើយនឹងហេម៉ូកូបានធ្វើអីខ្លះទេដោយសាររឿងគេអត់បានបញ្ជាក់ឲ្យអ្នកគ្នាអញ្ចឹងកន្លែងហ្នឹងយើងគិតថាពីរអ្នកហ្នឹងបានធ្វើអីគ្នាសិនទៅនៅពេលយប់ឡើងយូស៊ូរបស់យើងបានចាំបាយជាមួយនឹងមីច័ន្ទប៉ុន្តែនៅពេលដែលមីច័ន្ទបានដើរចូលមកដល់ផ្ទះហ្នឹងគេក៏បាននិយាយថាខ្ញុំហត់ហើយខ្ញុំចង់ដេកមិនបានញ៉ាំបាយនឹងទេអរគុណតែកន្លែងហ្នឹងអ្នកគ្នាគិតថាហេម៉ូកូហើយនឹងមីច័ន្ទបានធ្វើអីអត់កុំភ្លេច comment នៅខាងក្រោមឲ្យដឹងចម្លើយទាំងអស់គ្នា
នៅព្រឹកស្អែកក៏បានចូលមកដល់ហើយពេលហ្នឹងដែរយូស៊ូរបស់យើងត្រូវបានហេម៉ូកូហៅទៅនិយាយគ្នានៅឲ្យក្រោយស្លាហើយរឿងដែលយូស៊ូត្រូវតែដឹងអំពីហេម៉ូកូនោះគឺរឿងដែលយប់មិញហ្នឹងគឺគេបានធ្វើអីមួយគ្នាអ្នកគ្នាតែខ្ញុំអត់ដឹងថាកន្លែងហ្នឹងគឺច្បាស់អត់ទេហើយក៏បានគម្រាមយូស៊ូរបស់យើងថាចង់ឲ្យយូស៊ូរបស់យើងហ្នឹងទៅពាក់ព័ន្ធប្លូប្រឡាក់ជាមួយនឹងមីច័ន្ទទៀតទេនិយាយទៅអ៊ីហ្នឹងគឺជាឆ្អឹងទៅតង់ករបស់គេហ្មងដោយសារតែគេកំពុងស្រឡាញ់គ្នាហើយខ្លួនឯងទៅចូលទៅឯណាចូលហ្មងនៅពេលដែលយូស៊ូបានត្រឡប់មកដល់ផ្ទះវិញហើយក៏បានរ៉ាប់ប្រាប់មីច័ន្ទថាមានរឿងអីកើតឡើងអញ្ចឹងទៅថាហេម៉ូកូបានប្រាប់គេអស់ហើយអញ្ចឹងណាហើយនៅពេលហ្នឹងគឺមីច័ន្ទបាននិយាយស្របជាមួយនឹងហេម៉ូកូដែរដែលហេម៉ូកូនិយាយមិនគឺគេនិយាយចឹងអីហើយពេលហ្នឹងគឺយូស៊ូរបស់យើងគឺសេតខ្លាំងមែនតើអញ្ចឹងអេពីសូតទី4របស់យើងគឺចាប់ត្រឹមតែប៉ុណ្្នឹងឯងចាប់ត្រឹមយូស៊ូរបស់យើងគឺអង្គុយគិតច្រើនតែម្នាក់ឯងអញ្ចឹងអេពីសូត5របស់យើងនិយាយអំពី Under Lover សាច់រឿងនៅភាគទី5របស់យើងគឺឃើញយូស៊ូហើយនិងហេម៉ូកូរបស់យើងគឺត្រាវគ្នាយកបាយឲ្យមីច័ន្ទដោយសារតែមីច័ន្ទគឺមានការងារច្រើនពេកអញ្ចឹងបាយហ្នឹងគឺអត់មានអ្នកគេញ៉ាំទេក្រៅពី2នាក់ហ្នឹងញ៉ាំខ្លួនឯងទៅដោយសារមីច័ន្ទគឺល្វល់បន្ទាប់ពីកំពុងដើរមកផ្ទះហ្នឹងក៏បានឃើញសំបុត្រដែលផ្ញើឲ្យមីច័ន្ទរបស់យើងនិយាយទៅសន្តាគេគឺតែងតែមាននៅកន្លែងផ្ញើសំបុត្រឲ្យបន្ទប់នីមួយៗអញ្ចឹងណាហើយនៅពេលដែលយូស៊ូមកដល់ផ្ទះវិញក៏យកសំបុត្រហ្នឹងយកទៅឲ្យមីច័ន្ទស្របពេលដែលមីច័ន្ទហ្នឹងកំពុងតែងូតទឹកត្រាំខ្លួននៅក្នុងអាងទឹករបស់ខ្លួនហ្នឹងឯងហើយនៅពេលដែលយូស៊ូយកសំបុត្រយកមកឲ្យមុខបន្ទប់ទឹកហ្នឹងគឺថាមីច័ន្ទគឺឆៅខ្លាំងមែនទែនបើកទ្វារបន្ទប់ទឹកចេញមកទាំងអាក្រាតកាយហ្នឹងឯងហើយនៅព្រឹកស្អែកហ្នឹងគឺមីច័ន្ទត្រូវគោរពវិញ្ញាណក្ខន្ធរបស់ម៉ាក់មីច័ន្ទនៅឯស្រុកហើយរាល់ឆ្នាំនឹងដែរមីច័ន្ទរបស់យើងគឺទៅជាមួយហេម៉ូកូប៉ុន្តែលើកនឹងដែរមីច័ន្ទបានទៅមួយហេម៉ូកូទេធ្វើឲ្យហេម៉ូកូនឹងអន់ចិត្តខ្លាំងមែនទែនហើយនៅពេលដែលមីច័ន្ទនិងយូស៊ូរបស់យើងកំពុងទៅដើរតាមផ្លូវទៅកន្លែងព្រោះវិញ្ញាណក្ខន្ធហ្នឹងក៏ឃើញជាមួយនឹងហេម៉ូកូរបស់យើងហើយអ្នកគ្នាកុំឆ្ងល់ថាថៃបានហេម៉ូកូមកតាមមីច័ន្ទដោយសារគេចង់ឃើញពីអ្នកហ្នឹងនៅមួយគ្នាតាំងដើមអ្នកគ្នាដោយសារម្នាក់ហ្នឹងគឺស្រឡាញ់មីច័ន្ទរបស់យើងដែរនៅពេលហ្នឹងដែរមីច័ន្ទក៏មានទឹកមុខស្រពោះស្រពងខ្លាំងមែនតើដោយសារតែគេនឹកម៉ាក់របស់គេហើយប៉ារបស់គេទៀតដោយសារតែម៉ាក់របស់គេហ្នឹងចាក់ចោលគេអត់បានប៉ុន្មានហងប៉ារបស់គេក៏ចេញទៅក្រៅប្រទេសអត់បាននៅជាមួយគេទៀតហើយនៅពេលហ្នឹងដែរយូស៊ូរបស់យើងគឺអត់ចង់ឲ្យមីច័ន្ទបាក់ចិត្តទេក៏និយាយលើកទឹកចិត្តមីច័ន្ទបន្ទាប់ពីលើកទឹកចិត្តហើយគឺយូស៊ូរបស់យើងហើយនៅព្រឹកថ្ងៃថ្មីហ្នឹងដែរនៅពេលដែលយូស៊ូកំពុងទៅដើរទៅថ្នាក់រៀនសុកហ្នឹងក៏បានឃើញមីច័ន្ទដួលស្លាប់មិនស្លាប់ទេអ្នកគ្នាគ្រាន់តែដួលធម្មតាអស់កម្លាំងអីចឹងណាដោយការខិតខំធ្វើការរបស់គេពេកធ្វើឲ្យគេហ្នឹងមានជំងឺអត់សូវទ្រទ្រង់ខ្លួនបានល្អទេអញ្ចឹងធ្វើឲ្យមីច័ន្ទទន់ខ្សោយខ្លាំងមែនតើហើយទីបំផុតមីច័ន្ទរបស់យើងហ្នឹងក៏បានចូលពេលបានសម្រេចក៏ប៉ុន្តែមីច័ន្ទរបស់យើងគឺនៅតែរឹងតឹងចង់ទៅធ្វើការងាររបស់ខ្លួនបង្ហើយអញ្ចឹងណាដោយសារតែការងារហ្នឹងគឺជារបស់ប៉ាគេនិយាយម្ដងហើយម្ដងទៀតប៉ុន្តែចុងក្រោយនៅតែបានដេកនៅពេលតែហ្នឹងដោយសារតែយូស៊ូរបស់យើងហ្នឹងបង្ខំឲ្យមីច័ន្ទជាសិនទៅបានធ្វើការរួចនៅពេលដែលយូស៊ូរបស់យើងកំពុងតែដើរមកផ្ទះហ្នឹងក៏បានជួបប្រទះនឹងហេម៉ូកូហើយក៏បាននិយាយគ្នាបន្តិចទៅហើយរឿងដែលពួកគេនិយាយហ្នឹងគឺគ្មានអីឆ្ងាយក្រៅពីរឿងរបស់មីច័ន្ទហ្នឹងទេដែលហេម៉ូកូរបស់យើងហ្នឹងគឺព្រមទទួលស្គាល់តែខ្លួនឯងចាញ់នៅក្នុងរឿងស្នេហាមួយហ្នឹងហើយអញ្ចឹងសុខចិត្តបកគោលមីច័ន្ទហ្នឹងឲ្យទៅយូស៊ូរបស់យើងវិញដោយសារតែហេម៉ូកូហ្នឹងគឺចង់រក្សាទំនាក់ទំនងមិត្តភាពខ្លាំងជាងស្នេហាអញ្ចឹងនៅថ្ងៃបន្ទាប់ហ្នឹងដែរពីអ្នកហ្នឹងក៏បានដើរទៅរៀនជាមួយគ្នាដូចជាទម្លាប់រាល់ដងនៅពេលដែលដើរសុកហ្នឹងមីច័ន្ទក៏បានឃើញហេម៉ូកូរបស់យើងហើយយូស៊ូរបស់យើងក៏បានកេះគេឲ្យទៅនិយាយជាមួយហេម៉ូកូដូចទម្លាប់រាល់ដងទៅហើយហេម៉ូកូរបស់យើងហើយនិងមីច័ន្ទរបស់យើងហ្នឹងក៏បានត្រូវគ្នាវិញកាត់មកសកម្មភាពពេលល្ងាចដែលមីច័ន្ទនិងយូស៊ូរបស់យើងកំពុងតែធ្វើលំហាត់ជុំគ្នានៅពេលដែលកំពុងតែធ្វើលំហាត់សុកហ្នឹងក៏មានគេមកគោះទ្វារហើយយូស៊ូក៏បានដើរទៅបើកដោយការគិតនោះគឺជាម៉ាក់របស់គេក៏ប៉ុន្តែម្នាក់ហ្នឹងគឺជាប៉ាថ្មីរបស់គេសោះនៅពេលដែលគាត់បានជួបកូនគាត់បានអោបកូនគាត់ដូចនឹកខ្លាំងណាស់អញ្ចឹងណាអ្នកគ្នាដោយលឺសម្រែករបស់យូស៊ូខ្លាំងពេកមីច័ន្ទក៏បានចេញមកមើលដែរដោយនៅពេលដែលគេបានឃើញមុខរបស់ប៉ាគេភ្លាមគឺគេរំភើបខ្លាំងមែនតើតែអត់ដឹងនិយាយអីទៅកាន់ប៉ារបស់គេទេដោយគេបានហៅមកនិយាយតិចថាសែនសៃហ្នឹងគឺជាពាក្យជប៉ុនដែលគេហៅថាអ្នកគ្រប់គ្រងអ្នកគ្នាដោយប៉ារបស់គេហ្នឹងក៏ចង់ឲ្យមីច័ន្ទហ្នឹងហៅគាត់ថាសែនសៃទេដោយសារនៅក្នុងផ្ទះហ្នឹងហើយអ្នកគ្នាអញ្ចឹងរឿងយើងអេពីសូត
4 និង 5 គឺចប់ត្រឹមតែប៉ុណ្្នឹងហើយអ្នកគ្នាចាំតាមដាននៅវីដេអូក្រោយទៀតហើយខ្ញុំពិតជាចង់ធ្វើវីដេអូចេញលឿនខ្លាំងមែនតើដោយសារតែពេលវេលាខ្ញុំមានកំណត់អញ្ចឹងខ្ញុំអត់សូវបានចេញលឿនទេហើយវាពិបាកមែនតើក្នុងការកាត់នៅក្នុងទូរស័ព្ទអីចឹងណាអញ្ចឹងជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់ support ខ្ញុំអ្នកគ្នាអាចចុច subscribe និង like វីដេអូនេះឲ្យបានម្នាក់មួយទៅអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀត